នេះជា printer option PHS 885 បងប្អូនសម្រាប់ printer មួយគ្រឿងនេះគឺវាមានបញ្ហាទាក់ទងជាមួយនឹង maintenance box error អញ្ចឹងយើងត្រូវការ copy ឬក៏ print គឺវាអត់បានទេដោយសារវា maintenance box អញ្ចឹងយើងត្រូវការ reset maintenance box វាចាំមើលយើងចុចមិនក៏អត់ដើរដែរបងប្អូននេះវា load maintenance error អញ្ចឹងយើងទៅមើល maintenance វានៅខាងក្រោយបើសិន print នឹងបងប្អូននឹងសម្រាប់ maintenance box គឺវានៅកន្លែងហ្នឹងបងប្អូនវានៅកន្លែងកាកសំណល់របស់ printer មួយហ្នឹងអញ្ចឹងយើងដកវាមកក្រៅមកដើម្បីយកទៅ reset maintenance box ថ្មីបងប្អូនយើងបងប្អូននេះ chip វាបងប្អូនអន្តរនឹង chip កន្លែង chip វាយើង reset នៅកន្លែងហ្នឹងដើម្បីឲ្យ printer របស់យើងគឺប្រើប្រាស់បានយើងបងប្អូនម៉ាស៊ីន reset maintenance box បងប្អូនយើងមានឆ្នាំងសាកទូរស័ព្ទបងប្អូនយកមកដោតទៅយើងយកមក reset វាមកអញ្ចឹងយើងដាក់ព្រួយវាស្រួចៗឲ្យត្រូវគ្នាមកកាលណាយើងដាក់ហើយវាចេញភ្លើងខៀវឬក៏បៃតងនេះបងប្អូនភ្លើងនេះគឺវា reset បានហើយបងប្អូនបើសិនបើយើងដាក់ទៅវានៅតែលត់ភ្លើងក្រហមដូចមិញលត់ភ្លើងក្រហមបែបនេះគឺវាអត់ស្គាល់ទេអញ្ចឹងមិញវាលត់ភ្លើងពណ៌បៃតងអញ្ចឹងវាយើង reset បានហើយអញ្ចឹងយើងយកដាក់វិញមកបងប្អូនអញ្ចឹងយើងយកមកដាក់វិញមកដើម្បីតេស្តមើលថាម៉ាស៊ីន print របស់យើងគឺអាចដំណើរការវិញបានឬអត់អញ្ចឹងយើងដាក់ហើយបងប្អូនយើងដាក់ចូលវាបងប្អូនសម្រាប់យោហ្នឹងគឺយោកាកសំណល់វាបងប្អូនដើម្បីបញ្ចេញកាកសំណល់មកក្រៅអញ្ចឹងយើងមកបើក printer យើងមកនេះ printer របស់យើងគឺដំណើរការវិញហើយគឺវាលែង load maintenance error ទៀតហើយអញ្ចឹងយើងធ្វើការតេស្ត color វាមួយអញ្ចឹង printer របស់យើងគឺធ្វើបានជោគជ័យហើយបងប្អូនគឺយើងអាច print ឬមួយក៏ copy បានជាការស្រេច